សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថាដែងប្រាខាណុងដែលវាគឺជាសាច់រឿងមួយនិយាយអំពីវិញ្ញាណខ្មោចអនាថាកំព្រាម្នាក់ដែលមានឈ្មោះថាអាដែងគឺជាខ្មោចកូនប្រុសរបស់ខ្មោចនាងណាតជាមួយនឹងលោកបងម៉ាក់នឹងឯងចឹងហើយសម្រាប់អ្នកណាដែលជា fan ខ្មោចនាងណាតខ្មោចលោកបងម៉ាក់អីអាចទៅមើលសាច់រឿងនឹងបានដោយសារតែវាពាក់ព័ន្ធគ្នាហើយសម្រាប់អ្នកចាប់អារម្មណ៍ចង់ទៅមើលសាច់រឿងពេញអាចទៅមើលបានដោយ free នៅក្នុង app មើល24ហើយសម្រាប់ fan The Flash កុំភ្លេចទៅមើលរឿង The Flash Season 8 ភាគទី6ដែល admin ទៅតែសម្រាប់ដាក់ក្នុង channel ថ្មីមួយ recap ហ្នឹងទៅមើលទៅ subscribe ម្នាក់មួយទៅហើយឥឡូវកុំឲ្យខាត់ពេលវែងឆ្ងាយទៀតយើងទៅតាមដានសាច់រឿងបែបសង្ខេបទាំងអស់គ្នាដែលសាច់រឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងទិដ្ឋភាពនៅលើដងស្ទឹងមួយហ្នឹងបើសិនអ្នកនរធ្លាប់មើលរឿងនេះណារឿងរបស់ម៉ាអីបើហើយជាស្គាល់ហើយតែងតែមានព្រះសង្ឃអុំទូកបិណ្ឌបាតនៅតាមដងស្ទឹងហ្នឹងហើយនៅក្នុងពេលហ្នឹងផងដែរក៏មានលោកឪម្នាក់បានអុំទូកដើម្បីបិណ្ឌបាតតាមដងស្ទឹងស្រាប់តែគាត់បានឮសំឡេងក្មេងយំចេញពីក្នុងព្រៃមកចឹងហើយគាត់ក៏សម្រេចចិត្តចូលទៅមើលហើយចូលទៅក្នុងផ្ទះចំណាក់បែកមួយដែលជាផ្ទះអតីតកាលរបស់ខ្មោចនាងណាតហ្នឹងលោកឪក៏បានឃើញកូនក្មេងម្នាក់កំពុងតែដេកនៅក្នុងអង្រឹងដែលយល់ដែរឯងហ្នឹងលោកឪក៏សម្រេចចិត្តថានឹងយកក្មេងនឹងទៅចិញ្ចឹមនៅក្នុងវត្តដោយសារតែมันអាចទុកវាឲ្យអនាថាបែបហ្នឹងនោះទេប៉ុន្តែមានណានៅពេលដែលលោកឪបីក្មេងម្នាក់នឹងនៅក្នុងដៃវាក៏បានប្រែក្លាយទៅជាឆ្អឹងធ្វើឲ្យលោកបងភ័យបោះវាចោលភ្លាមដែលច្បាស់ណាស់ខ្មោចមួយហ្នឹងគឺជាខ្មោចរបស់អាដែងកូនប្រុសរបស់នាងណាតទាំងឯងហើយលោកឪនៅពេលដែលត្រូវខ្មោចអាដែងឡងក៏បានរត់ចេញពីកន្លែងនឹងបាត់ទៅបន្ទាប់ពីហ្នឹងទៅសាច់រឿងក៏បានកាត់ទៅមួយរយៈក្រោយមកដែលក្នុងថ្ងៃមួយក៏មានលោកពូម្នាក់បានអុំទូកនេសាទនៅតាមដងស្ទឹងរបស់នាងណាតហ្នឹងអុំចុះអុំឡើងគាត់ក៏បានលើក្មេងប្រុសណាម្នាក់ស្រែកហៅថាប៉ាម៉ាក់នឹងក្រលួចគាត់ក៏បានសម្លឹងចុះសម្លឹងឡើងក៏បានឃើញខ្មោចអាដែងនៅកន្លែងហ្នឹងហើយបាននិយាយអំពីវត្តមានខ្មោចអាដែងលងគេតាមដងស្ទឹងហ្នឹងវាគឺជារឿងធម្មតាទៅហើយគ្រប់គ្នាចាស់នៅក្នុងភូមិគឺតែងតែស្គាល់ខ្មោចអាដែងណាហើយនៅក្នុងពេលហ្នឹងផងដែរលោកពូក៏មានអារម្មណ៍ថាភ័យផងដែរដោយសារតែអាដែងចេញមកលើកហ្នឹងមុខរបស់វារៀងស្លេកដូចខ្មោចចឹងណាលោកពូក៏បានប្រាប់វាកុំធ្វើមុខស្លេកចឹងអីគាត់ខ្លាចខ្លាំងណាស់ហើយហ្នឹងអាដែងដោយសារតែវាគឺជាខ្មោចចិត្តល្អម្នាក់វាក៏បានសួរលោកពូថាតើមានអាហារអត់ដោយសារតែវាមានអាហារគេសែនឲ្យច្រើនចឹងហើយវាក៏បានលូកដៃដ៏វែងរបស់វាឲ្យអាហារទៅកាន់លោកពូដាក់លើទូកទៅលោកពូនៅពេលដែលឃើញដៃខ្មោចអាដែងវែងខ្លាំងពេកក៏ភ័យទ្រាំមិនបានអុំទូករសាយរសាត់រត់ចេញពីផ្ទះអាដែងបាត់ទៅហើយនឹងឯបន្ទាប់ពីលោកពូចេញទៅបាត់អាដែងក៏បានប្រែក្លាយទៅជាសភាពដូចជាមនុស្សធម្មតាដោយសារតែពេលហ្នឹងមិត្តភក្តិស្រីរបស់គេម្នាក់ដែលមានឈ្មោះថាម៉ាលីក៏បានមកដឹកដៃគេទៅដើរលេងហើយដោយសារតែម៉ាលីអត់ដឹងថាអាដែងជាខ្មោចនោះទេដោយសារតែអាដែងតែងតែប្រែកាយធ្វើជាមនុស្សដើម្បីទៅលេងជាមួយនឹងគេជារៀងរាល់ថ្ងៃហើយបន្ទាប់ពីហ្នឹងទៅលោកពូដែលត្រូវបានខ្មោចអាដែងលងលេងមិញហ្នឹងក៏បានរត់ទៅប្តឹងមេភូមិថាអាដែងបានលូកដៃយ៉ាងវែងមកលេងជាមួយនឹងគាត់មេភូមិក៏ដូចជាមិនភ្ញាក់ផ្អើលអីនោះទេដោយសារតែជាទូទៅអាដែងតែលេងជាមួយនឹងអ្នកភូមិហ្នឹងហើយមិនគួរគាត់ភ្ញាក់ផ្អើលបែបហ្នឹងនោះទេចឹងហើយលោកមេភូមិក៏មិនបានខ្វាយខ្វល់ជាមួយលោកពូឲ្យគាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញទៅក៏ស្របពេលហ្នឹងដែរនៅក្នុងព្រៃផ្ទះរបស់អាដែងនេះវិញក៏មានលោកពូប្រមឹកម្នាក់ដែលមានឈ្មោះថាអ៊ីងដែលគាត់ហ្នឹងគឺធ្លាក់ភ្នែកជារៀងរាល់ថ្ងៃរៀងរាល់ពេលតែម្ដងមិនដែលស្វាងនោះទេហើយនៅក្នុងថ្ងៃហ្នឹងគាត់ក៏បានដើរចូលទៅក្នុងព្រៃផ្ទះរបស់អាដែងហ្នឹងក៏បានទៅជួបជាមួយនឹងក្មេងៗមិត្តភក្តិរបស់អាដែងតែប្រហែលអ្នកហ្នឹងក៏បានកង់គ្នាជាមួយនឹងពួកហ្នឹងនាំគ្នាប្រកួតក្បាច់គុណដែលហ្នឹងអាក្មេង3នាក់ហ្នឹងអាម៉ាប់ជាងគេហ្នឹងមានឈ្មោះថាហេងម្នាក់នៅកណ្ដាលស្បែកខ្មៅហ្នឹងមានឈ្មោះថាសាំលីហើយនឹងម្នាក់ស្គមហ្នឹងមានឈ្មោះថាស្រីហើយពេលហ្នឹងផងដែរម៉ាលីក៏បានដឹកអាដែងចូលមកប្រឈមមុខជាមួយលោកពូដែរទៅក្មេងៗក៏ចាប់ផ្ដើមចេញក្បាច់គុណមានក្បាច់ទឹកក្បាច់ដីក្បាច់ភ្លើងក្បាច់ខ្យល់ជាដើមហើយអាក្បាច់ខ្យល់របស់អាម៉ាប់ហ្នឹងគឺស្អុយដូចជាលូទឹកស្អុយអញ្ចឹងហើយក្បាច់ភ្លើងរបស់អាដែងស្រាប់តែចេញភ្លើងមែនតែនហើយអ្នកដែលបានឃើញភ្លើងហ្នឹងគឺមានតែអាស្រីម្នាក់គត់វាសង្ស័យខ្លាំងមែនតែនហើយអ្វីបានជាអាដែងមានយុទ្ធសាស្ត្រចេញភ្លើងមែនតែនប៉ុន្តែកំពុងតែហៀបនឹងលេងប្រយុទ្ធគ្នាជាមួយលោកពូទៅហើយស្រាប់តែមានអ្នកមីងម្នាក់បានរត់មកប្រាប់ក្មេងៗថាយោបាយបញ្ញាប់ទៅផ្ទះប្រយ័ត្នខ្មោចឡងដោយសារតែគាត់ដឹងថាអាដែងជាខ្មោចបើទុកឲ្យក្មេងនៅដល់យប់ក៏គាត់ជិះដឹងថាអាដែងជាខ្មោចណាចឹងក្មេងៗក៏បាននាំគ្នាត្រឡប់ទៅផ្ទះរបស់គេវិញទៅហើយនៅពេលដែលគ្រប់គ្នាចាក់ចេញទៅអស់ផ្ទះរបស់អាដែងក៏បានប្រែក្លាយទៅជាសភាពដើមគឺនឹងរលួយរលែកខ្ទេចខ្ទីអស់ទៅហើយបានន័យថាអាដែងបានប្រើយុទ្ធសាស្ត្រដើម្បីបន្លប់ភ្នែកមិត្តភក្តិរបស់គេដើម្បីរាប់អានគ្នាជាមិត្តភាពឲ្យថិតថេរខណៈដែលអាស្រីដើរតាមផ្លូវនេះវិញក៏បានសួរទៅកាន់មិត្តភក្តិរបស់គេថាមានបានឃើញអាដែងចេញភ្លើងលើដៃអត់ពួកនឹងថាមិនបានឃើញនោះទេឃើញតែគេម្នាក់ឯងនោះទេក៏គិតថាគេសម័យស្វាងភ្នែកបន្ទាប់ពីហ្នឹងទៅយើងក៏បានឃើញទស្សនវិជ្ជានៅក្នុងវត្តម្ដងនៅក្នុងវត្តនៅក្នុងថ្ងៃហ្នឹងក៏មានលោកបងថ្មីម្នាក់បានចូលមកក្នុងវត្តហ្នឹងដើម្បីសុំលោកឪឲ្យគាត់ស្នាក់នៅក្នុងនឹងផងដើម្បីរៀនធម៌នៅក្នុងវត្តមហាបាត់ហ្នឹងលោកឪក៏យល់ព្រមហើយក៏បានឲ្យលោកបងចូលទៅសម្រាកនៅក្នុងកុដិមួយទៅបន្ទាប់ពីហ្នឹងយប់ឡើងក៏បានមកដល់លោកឪក៏បានទៅធ្វើសមាធិសូត្រធម៌សូត្រអីជាធម្មតារបស់គាត់
គាត់ប៉ុន្តែនៅក្នុងថ្ងៃហ្នឹងស្រាប់តែអាដែងបានមកលេងបលាយជាមួយនឹងគាត់ធ្វើឲ្យមានសម្លេងធ្វើអីលោកអីចាប់ផ្ដើមភ័យហើយជានឹងទៅទៀតនៅពេលដែលលោកអើងាកចេញហើយនៅពេលដែលគាត់ងាកមកវិញក៏បានឃើញខ្មៅអាដែងនៅពីមុខរបស់គាត់ភ័យស្ទើរតែលេងនោមស្រែកមួយទំហឹងចឹងហើយក៏បានលឺទៅដល់កូនសិស្សរបស់គាត់កូនសិស្សហ្នឹងក៏បានបើកទ្វារមកសួរលោកគ្រូប៉ុន្តែមាននរណាគ្រាន់តែឃើញខ្មៅអាដែងនៅខាងក្នុងភ្លាមកូនសិស្សក៏បានបិទទ្វារខ្ទាស់ទ្វារទុកឲ្យលោកអើនៅត្រូវខ្មៅអាដែងឡើងនៅខាងក្នុងហ្នឹងទៅលោកអើពេលហ្នឹងដោយសារតែមិនមានផ្លូវរត់ចេញពីអាដែងក៏បានចរចាជាមួយនឹងអាដែងសុំឲ្យអាដែងប្រែកាយជាមនុស្សធម្មតាទៅដោយសារតែគាត់ខ្លាចខ្លាំងណាស់អញ្ចឹងហើយអាដែងក៏បានប្រែកាយខ្លាចជាក្មេងធម្មតា slot boat វិញរួចហើយក៏បានមកអង្គុយចរចាជាមួយលោកអើថាគេពិតជាអត់សុខឯកាខ្លាំងណាស់ដោយសារតែតាំងពីគេកើតរស់មកគេមិនដែលស្គាល់ឪពុកម្ដាយរបស់គេថានៅឯណានោះទេគេចង់ឲ្យលោកអើជួយរកឪពុកម្ដាយឲ្យគេលោកអើពេលហ្នឹងក៏បាននៅឃើញទៅដល់លោកបងថ្មីដែលទើបតែមកស្នាក់នៅហ្នឹងអញ្ចឹងហើយគាត់ក៏បានឲ្យអាដែងទៅសួរសុខទុក្ខលោកបងថ្មីម្នាក់ហ្នឹងទៅអាដែងក៏បានចាក់ចេញពីកត់របស់លោកអើក៏ស្របពេលហ្នឹងដែរមាននារីម្នាក់មានឈ្មោះថាច័ន្ទដែលជាអ្នកជួយបោសសម្អាតនៅក្នុងវត្តហ្នឹងក៏បានដើរមកកលឹងវត្តស្រាប់តែមកដល់ភ្លាមក៏បានឃើញអាដែងដើរចេញទៅខាងក្រៅគាត់ក៏បានភ័យសឹងតែលេចអាចរត់បកាច់ចេញពីនៅបាត់ទៅអាដែងនេះវិញក៏បានទៅលេងជាមួយលោកបងថ្មីម្នាក់ហ្នឹងក៏បានធ្វើឲ្យទ្វារបន្ទប់ទ្វារអីហ្នឹងរបើកប៉ើកប៉ុន្តែលោកបងម្នាក់ហ្នឹងដូចជាមិនភ័យនោះទេគាត់ក៏ដឹងថាអាដែងមកលេងគាត់ហើយគាត់ក៏ដូចជាធ្លាប់ស្គាល់អាដែងផងដែរអញ្ចឹងលោកបងថ្មីក៏បានហៅអាដែងឲ្យចូលមកខាងក្នុងចរចាជាមួយនឹងគាត់ទៅមិនបាច់មកបលាញ់គាត់នោះទេអាដែងក៏បានចេញមកហើយអង្គុយចរចាជាមួយលោកបងក៏បានសួរអាដែងត្រូវការឲ្យគាត់ជួយរឿងអ្វីដែរអាដែងក៏បានប្រាប់លោកបងថាគេចង់ជួបជាមួយនឹងឪពុកម្ដាយរបស់គេសូមឲ្យលោកបងជួយគេផងលោកបងក៏បានសន្យាជាមួយនឹងគេថានឹងព្រមជួយប៉ុន្តែនៅក្នុងយប់ហ្នឹងវារៀងយប់ជ្រៅទៅហើយក៏បានឲ្យអាដែងត្រឡប់ទៅផ្ទះរបស់គេវិញទៅបន្ទាប់ពីហ្នឹងព្រឹកឡើងក៏បានមកដល់មីងច័ន្ទក៏បានទៅជួបជាមួយលោកអើសូមឲ្យលោកអើប្រោះទឹកពពកលើខ្លួនរបស់គាត់កុំឲ្យខ្មៅអាដែងមកលងគាត់ទៀតប៉ុន្តែបើទោះបីជាលោកអើប្រោះព្រមឲ្យគេក៏ដោយក៏មិនសង្ឃឹមនោះដែរដោយសារតែសំបីតែលោកអើជួយខ្លួនឯងបានត្រាស់ដៃមកលងគាត់រាល់យប់ដែរហ្នឹងហើយនៅក្នុងពេលហ្នឹងលោកបងថ្មីក៏បានសួរទៅកាន់លោកអើថាតើអ្នកនៅក្នុងភូមិនឹងដឹងអំពីរឿងខ្មៅអាដែងអត់លោកតាក៏បានបញ្ជាក់ថាចាស់គ្រប់គ្នាដឹងទាំងអស់ហ្នឹងលើកលែងតែក្មេងតូចអត់បានដឹងនោះទេដោយសារតែចាស់អត់បានប្រាប់ពួកវាចង់ឲ្យពួកវាចូលទៅរាប់អានជាមួយនឹងអាដែងកុំឲ្យអាដែងឯកាមានមិត្តភក្តិដូចគេដូចឯងដែលហ្នឹងឯងនិយាយទៅអាដែងមិនមែនជាខ្មោចអាក្រក់ខ្មោចអីនោះទេវាគឺជាខ្មោច friendly ម្នាក់ដែលរាប់អានអ្នកភូមិដូចជាមនុស្សធម្មតាអញ្ចឹងណាហើយអ្នកភូមិជាទូទៅតែងតែយកបាយទឹកសម្លនំចំណីទៅសែនឲ្យអាដែងជារៀងរាល់ថ្ងៃដើម្បីឲ្យអាដែងមានអីហូបប៉ុន្តែពេលខ្លះអ្នកភូមិក៏រៀងរអាខ្នងដែរបើទោះបីជាដឹងថាអាដែងស្លូតក៏ដោយប៉ុន្តែខ្មោចជាមួយមនុស្សអ្នកណាមិនខ្លាចដែលបញ្ចប់ពីហ្នឹងទៅថ្ងៃបុណ្យភូមិក៏បានមកដល់អ្នកភូមិក៏បានទៅប្រជុំគ្នានាំគ្នារួមលេងសប្បាយយ៉ាងកកក្មេងៗលេងឲ្យតាមក្មេងៗចាស់ក៏បានលេងជាមួយនឹងចាស់ហើយអាដែងខ្មោចហ្នឹងក៏បានមកលេងជាមួយនឹងកូនអ្នកភូមិផងដែរហើយនៅក្នុងឱកាសបុណ្យភូមិហ្នឹងអាដែងក៏បានពូនផ្ដុំខ្សាច់ជាមួយនឹងម៉ាលីផ្សងប្រាថ្នាជុំគ្នាហើយមេភូមិក៏បានកលេចមកមើលអាដែងក៏មានអារម្មណ៍អាណិតអាដែងខ្លាំងណាស់បើសិនជាក្មេងៗដឹងថាវាគឺជាខ្មោចប្រកាសជាគេឯកាគ្មាននរណារាប់រយទេនោះទេអញ្ចឹងហើយគាត់ក៏បានទៅហៅអ្នកភូមិចាស់ហ្នឹងមកប្រជុំថាកុំឲ្យសាវតាអាដែងជាខ្មោចហ្នឹងឲ្យកូនគេដឹងឲ្យសោះដើម្បីការពារមិត្តភាពរបស់អាដែងជាមួយនឹងក្មេងៗអ្នកភូមិក៏បានសន្យាជាមួយនឹងមេភូមិទៅហើយនៅចិត្តកន្លែងអាដែងភូមិភ្នំខ្សាច់ហ្នឹងក៏មានលោកពូម្នាក់កំពុងតែធ្វើសំណង់នៅកន្លែងហ្នឹងក៏ធ្វើឲ្យញញួរធ្លាក់ចុះមកក្រោមចំពីលើក្បាលរបស់លោកពូម្នាក់ទៀតពេលហ្នឹងអាដែងក៏បានឃើញតន់ក៏បានប្រាដៃដល់វែងរបស់វាទៅវាយញញួរនឹងចេញបាត់ទៅហើយសកម្មភាពមួយហ្នឹងក៏ត្រូវបានស្រីគាត់សម្គាល់ទៀតស្រីក៏គិតថាខ្លួនឯងស្វាំងភ្នែកក៏បានយកដៃញីភ្នែកចឹងទៅប៉ុន្តែបន្ទាប់ពីហ្នឹងដោយសារតែគេសង្ស័យក៏បានយករឿងមួយហ្នឹងទៅប្រាប់គ្នារបស់គេទាំងពីរនាក់ប៉ុន្តែពួកពីរនាក់ហ្នឹងមិនជឿនោះទេនៅតែគិតថាស្រីស្រមើស្រមៃដល់ដែលបន្ទាប់ពីហ្នឹងយប់ឡើងក៏បានមកដល់ក៏មានលោកពូម្នាក់ដែលមានភ្នែកស្លើហ្នឹងក៏បានដើរកាន់ចន្លោះរបស់គាត់ដើម្បីដើរឆ្លោះកង្កែបហើយនៅពេលដែលគាត់ចូលទៅក្នុងព្រៃជ្រៅបន្តិចគាត់ក៏បានឃើញកង្កែបដុតធំមួយហើយដោយសារតែភ្នែកគាត់មើលមិនសូវច្បាស់ហ្នឹងគាត់ក៏បានហក់ទៅចាប់កង្កែបហ្នឹងទៅប៉ុន្តែវាមិនមែនជាកង្កែបឯណាវាគឺជាជើងក្មេងប្រុសម្នាក់ហើយគាត់ក៏បានកលេចឡើងទៅលើស្រាប់តែបានឃើញមុខខ្មោចគាត់ក៏គិតថាជាខ្មោចដៃលងគាត់ក៏បានភ័យបាត់សក់រត់ត្រឡប់ទៅផ្ទះរបស់គាត់វិញបន្ទាប់ពីហ្នឹងព្រឹកឡើងក៏បានមកដល់គាត់ក៏បានរត់ទៅប្តឹងមេភូមិទាំងភ័យព្រួយគាត់ថាខ្មោចដៃឥឡូវការចាគឺចង់លងសម្រាប់គាត់តែម្ដងប៉ុន្តែមេភូមិឮចឹងហើយក៏គាត់មិនជឿនោះទេមិនដែលសុកអាដែងវាខ្លាចទៅជាការអញ្ចឹងព្រោះអាដែងគឺជាខ្មោចស្លូតបែរជាគេច្រឡំទេដឹងប៉ុន្តែបរិមម្នាក់នឹងនៅតែបញ្ជាក់ថាជាខ្មោចអាដែងដដែលខណៈដែលនៅផ្ទះរបស់អាដែងនេះវិញស្រីក៏ចង់ពិសោធន៍ថាតើអាដែងគឺជាខ្មោចមែនអញ្ចឹងហើយគេក៏បានយកខ្សែកព្រះដ៏ស័ក្តិសិទ្ធិរបស់ពុកគេហ្នឹងយកទៅពិសោធន៍លើអាដែងដោយបានយំវាទៅពាក់លើកអាដែងបើសិនជាអាដែងជាខ្មោចប្រកាសជាបកាច់ហើយប៉ុន្តែពាក់ទៅអាដែងមានតែបកាច់បកិនឯណាអាដែងផ្ទុយទៅវិញបែរជាញញឹមក៏ដូចជាអរគុណទៅកាន់ស្រីដែលបានយកខ្សែកហ្នឹងឲ្យគេពាក់ប៉ុន្តែបន្ទាប់ពីហ្នឹងគេក៏បានដោះខ្សែកហ្នឹងទៅពាក់ឲ្យសម
សំលីម្ដងពាក់ភ្លាមសំលីក៏បានប្រកាច់គ្រប់គ្នាក៏គិតថាសំលីគឺជាខ្មោចប៉ុន្តែសំលីប្រកាច់មិនមែនដោយសារតែខ្សែកនោះទេដោយសារតែបលាមុតជើងគេតែប៉ុណ្្នឹងឯងហើយបន្ទាប់ពីសបាយលេងជុំគ្នាហើយយប់ឡើងក៏បានមកដល់ក៏មានបរិសុទ្ធ2នាក់ដែលទើបតែត្រឡប់ពីផឹកស៊ីចាក់បាល់ចាក់លបែងចាក់អាប៉ោងអីហ្នឹងក៏បានដើរកាត់ព្រៃដែលខ្មោចលងកាលពីយប់មិញហ្នឹងដើរកាត់ចូលក្នុងព្រៃបន្តិចស្រាប់តែមានខ្មោចកូនក្មេងមួយមកទុំលើកបរិសុទ្ធម្នាក់ពូម្នាក់ទៀតក៏គិតថាជាខ្មោចអាដែងចឹងហើយគាត់ក៏បានយកដំបងមួយទៅវាយខ្មោចអាដែងបន្តែទៅចំកគ្នាគាត់ទៅវិញហើយខ្មោចមួយហ្នឹងក៏បានទៅទុំលើកពូម្នាក់ទៀតពូម្នាក់នោះដោយសារតែចង់សងសឹកផងក៏បានដាក់ខ្មោចនឹងមួយដំបងចំពូនោះទៅហើយគាត់ក៏បានវាយគ្នាទៅវិញទៅមកវាយគ្នានឹងទ្រាំពេញមួយយប់ហើយព្រឹកឡើងក៏បានមកដល់គាត់ទាំងពីរនាក់ក៏បានទៅប្តឹងមេភូមិម្ដងទៀតថាអាដែងលើកាចណាស់មកលងបន្លាចពួកគាត់ធ្វើឲ្យពួកគាត់វាយគ្នាសឹងតែស្លាប់ហើយមេភូមិនៅតែមិនចង់ជឿពួកហ្នឹងប៉ុន្តែគាត់ក៏ចាប់ដើមសង្ស័យដែរដោយសារតែមានគេមកប្តឹងគាត់អំពីរឿងខ្មោចអាដែងមកលងរហូតហើយក៏ភ្លាមៗដែរស្រាប់តែមានបរិ